នេះគឺជាផ្នែកខាងក្រោយតែយតា River Rally ស្រីឆ្នាំ2026របស់យើងមកអ្វីដែលធ្វើឲ្យ Rally យើងមានភាពលេចធ្លោជាងរថយន្ត pick up ផ្សេងនោះគឺភាពរឹងមាំតាន់របស់ Toyota យើងតែម្ដងហើយការ update ចាអញ្ចឹងពួកគាត់គឺបានស្ដាប់ចានៅការរិះគន់ដើម្បីស្ថាបនារបស់បងចាំបងបានប្រាប់ទៅខាងក្រុមហ៊ុនហើយក្រុមហ៊ុនបានទៅពិភាក្សាជាមួយនឹងរោងចក្រចាប្រាប់ថាអូអាខាងក្រោយនេះធ្ងន់ណាឡានស្រីមុនសុំស្រីធ្វើម៉េចឲ្យរៀងស្រាលជាងមុនដើម្បីក្នុងការគាត់ងាយស្រួលបើកប្រើប្រាស់ណាបងដែលដូចថាខ្មែរយើងមានរឿងតិចតួចដែរជាពិសេសឡានមិនប្រើតបងប្រើផុសណាបងស្រីឬក៏កូនគាត់អីចឹងក៏ត្រូវការប្រើបើកដាក់អីវ៉ាន់អីចឹងណាចាដូចដឹងស្រាប់ហើយតម្រូវការ pick up យើងគឺទិញមកដើម្បីតែដឹកដើម្បីតែដាក់អីវ៉ាន់ផ្សេងហ្នឹងហ្មងហើយបើសិនជាយកមកយើងពិបាកបិទបើកសួរថាយកមកហ្នឹងប្រើកើតអត់ចាចាំប្រកាសជាមានពាក្យមួយទៅមួយថាអូមិនបាច់ទេធ្ងន់ណាឬក៏អញ្ចឹងចប់បាក់ថងនេះថងនោះចាអញ្ចឹងខាងរោងចក្រគេបានស្ដាប់នៅអីដែលយើងចង់បានអូខេចាតើឥឡូវយើងមកមើលពីផ្នែកខាងក្នុងវិញម្ដងចាយល់ទៅបងរ៉ាលីគឺរបៀបថា option គឺខ្ពស់ជាងគេហ្មងហើយសម្រាប់ pick up របស់ Toyota ដែលនាំចូលមកក្នុងស្រុកខ្មែរយើងណាចាំមកប្រើប្រាស់ដោយទំនុកចិត្តដោយការសំចៃដោយការសប្បាយចិត្តហ្មងអូខេព្រោះមានភ្ញៀវជាច្រើនដែលគាត់ចេញទិញហើយគឺគាត់ណែនាំប្រាប់បងប្អូនកូនក្មួយគាត់ទៀតថាអូយករ៉ាលីទៅគឺស្រួលប្រើសំចៃទាំងការប្រើប្រាស់ទូទៅចាក់ប្រេងស៊ីប្រេងចាដូរប្រេងឬក៏ហៅគ្រឿងបន្លាស់អីផ្សេងហ្នឹងគឺតនិយាយឲ្យបងហ្មងថាតម្លៃគឺដល់បេះជាងគេតែម្ដងណាការសំចៃគឺជឿទុកចិត្តមកលើ Toyota ជាមួយនឹង Rally ហើយនឹង model ផ្សេងទៀតបងនិយាយទៅគឺគេធ្វើមកសំចៃហ្មងតែតាយើងមានដាំជាមួយនឹង Toyota នៅនេះចុះវីដេអូរៀងវែងបន្តិចទេបងខ្ញុំថតតែ one take ទេចាដើម្បីមកបានទស្សនាឲ្យគ្រប់សពចាអញ្ចឹងនេះគឺផ្នែកខាងក្នុងរបស់យើងចាយើងមានកន្លែងដាក់បែនតាឡានខ្ញុំអត់មានទេណាកន្លែងដាក់បែនតាចាហើយសម្រាប់ជាស្រ័យគេបានដកកញ្ចក់យើងចាញ់ចឹងមកនេះចង់មើលកញ្ចក់ចាសូមអញ្ជើញមើលនៅត្រង់នេះអូខេតែឆ្នាំក្រោយអីគេអាប់ក្រេតតែនៅខាង passenger គឺមានកញ្ចក់ផ្សេងគ្នាទៅឡានមួយគេធ្វើ spec option ចេញមករៀងផ្សេងគ្នាអញ្ចឹងមកអាចពីនាទីចៃមុនណាប្រយ័ត្នយកទៅដល់លេងថាហាមិនស៊ីកញ្ចក់ខ្ញុំអស់មួយអានេះពីការរោងចក្រមកអញ្ចឹងស្រាប់តែបងចាខេព្រោះគេធ្វើអីផ្សេងហ្នឹងគេទុក upgrade ម្ដងតិចចាឥឡូវយើងបញ្ឆេះឡានមួយមើលខ្ជិលទេនេះគេចេញ Rally មកអីអញ្ចឹងណាដល់ពេលនៅលើនេះបែបនេះចាឥឡូវ fully touch screen ហ្មងបងកាលមុនគ្រាន់មានប៊ូតុងតិចតួចអីឥឡូវនៅប៊ូតុងហើយត្រង់នេះ specialចារ៉ាអាចប្រើជាមួយនឹងដូច USB និងដូច Type C បានបងចាអញ្ចឹងសម្រាប់បងគាត់ប្រើទូរស័ព្ទស្រីចាស់ក៏ប្រើបានទូរស័ព្ទស្រីថ្មីក៏ប្រើបានអូខេបានពីរ option អញ្ចឹងហ្មងពេលខ្លះតកង់គាត់ប្រើដូច Type C ប៉ុន្តែ passenger ប្រើដូច USB អីអញ្ចឹងណាអូរៀងអែមដែរអញ្ចឹងចាយើងមានជាមួយនឹងកន្លែងយើងឡុកប៉ង់ដូរដាក់លេខកាពីតាអីចឹងទៅចាយើងមានជាមួយនឹង Eco Mode សម្រាប់ជំនួយនៅក្នុងផ្លូវស្ទះបងដូចបើកបោះក្នុងពេញដឹងស្រាប់ហើយជន់ទៅមុខអីមិនសូវបានលឿនហ្មងទេទៅចូលដល់ក្នុងក្រុងអញ្ចឹងយើងដាក់ Eco មកហើយសម្រាប់ផ្លូវលាតដូចជាផ្លូវលឿនឬក៏ផ្លូវដែលយើងមាន4គីឡូណា2ទៅ2ម៉ោងអីចឹងបងអាចដាក់ Power Mode បានយើងអាចរៀងជន់បានលឿននេះថាកុំតោះ60កុំតោះ7 8អីចឹងយើងអាចប្រើនេះបានណាចាប្រាំងដៃយើងគឺប្រាំងទៀងធម្មតានៅឡើយតែអត់ទាន់បានផ្លាស់ប្ដូរហើយយើងមានជាមួយនឹងកៅអីត្រជាក់ចាចឹងមានទាំងខាងតកង់មានទាំងខាង Princess Passenger ចានេះនិយាយថាពេលចូលមកដល់ចង់បានរៀងត្រជាក់ក្នុងជាក់គូតអីហ្នឹងបងបើកអានេះមកនេះហុញមើលឡើងលើឲ្យវាចេញភ្លើងទេណា Yes ហើយយើងមានប្រព័ន្ធជំនួយពេលចុះចំណាលប្រព័ន្ធជំនួយពេលផ្លូវល្អហើយនឹងប្រព័ន្ធផ្ដាច់ប៉ង់ឡុកប៉ង់ចាហើយយើងប្រើជាមួយនឹង Smart Key បងនេះមានជាមួយ Cruise Control
yes នេះផ្លូវលាតអីគឺស្រួលផើមកបាច់ជន់គេឯងបង set តកឡូទៅគឺវាអូតូទៅមុខឯប៉ុន្តែជើងយើងគឺនៅជន់ប្រាំងគេថាត្រង់ណាមានឧបសគ្គឬក៏អីយើងជន់ប្រាំងមកអញ្ចឹងវានឹងផ្ដាច់ចៃហើយបងចង់ set មកវិញបងចុច set វិញមកអូខេហើយកុំព្យូទ័រយើងគឺនៅតែនិចធម្មតាអត់តឡើង digital ទេសំខាន់តែឆ្នាំក្រោយឬឆ្នាំក្រោយមួយទៀតអីចឹងណាគេនឹង update ជាងមុនចាបាសយើងគឺ JBL สูตรแข็งมีกระไรกันของนี่ចាของនេះគឺ sensor យើងមកក្រោយហ្នឹងបើសិនជាបងបិទអញ្ចឹងមានន័យថា sensor យើងអត់បើកទេណាអញ្ចឹងត្រូវបើកចាអាថងនេះគឺកាមេរ៉ា Bayhawk អានេះគឺ blind spot អូខេអញ្ចឹងឡើងយើងឥឡូវមកជាមួយ blind spot បង blind spot នេះគឺមានការងាយស្រួលមែនតើយើងចង់ដឹងថាមានឧបសគ្គនៅចំហៀងគូតក្រោយឡានយើងអីអញ្ចឹងយើងអាចមើលតាមនេះបានពេលយើងកំពុងធ្វើដំណើរមានឡានមានម៉ូតូមានមនុស្សអីចឹងទៅគឺវានឹងលុបផ្លែដើម្បីយើងដឹងថាកំតនចេញពីកន្លងយើងត្រូវមើលឆ្វេងមើលស្ដាំសិនអូខេហើយយើងមានជាមួយនឹងការចាបជាបើកកញ្ចក់អូតូពីខាងក្នុងចាឡុកកញ្ចក់ក៏បានអានេះកន្លែងឡុកសាវបើកសាវអូខេទៅToyota យើងគឺយើង upgrade ម្ដងបន្តិចដើម្បីឲ្យបងឲ្យមានភាពស៊ាំជាមួយសិនហើយបានគេ update បន្ថែមទៀតចង់ដូចជាស៊េរីយើងនេះ2026នេះតាំងពី2024ឡើងមកគឺយើង update ទៅធំនេះមួយសិននេះបងនេះចាថង screen ហ្នឹងហើយ fully digital ខែពីហ្នឹងគឺ the same អត់តន់តែណាឆ្ងាយទេចាប៉ុន្តែបែបនេះគឺមានភាពងាយស្រួលដែរសម្រាប់បងជាពិសេសប៉ាអ៊ំចាគាត់មានដូចថាការធ្លាប់ប្រើបែបនេះអញ្ចឹងបើសិនជាដូរលឿនពេកគឺគាត់ចាប់អត់បានអញ្ចឹងពេលខ្លះគាត់មានអារម្មណ៍ថាទិញឡានមកគឺពិបាកប្រើវិញ yes អញ្ចឹងយើងត្រូវធ្វើម៉េចឲ្យពួកគាត់មានដូចថាអារម្មណ៍ថាវានៅតែជាភាពបុរាណដែលគាត់ធ្លាប់ប្រើប៉ុន្តែលាយនឹងសម័យច្រើនដែរចាអញ្ចឹងបុរាណលាយសម័យអញ្ចឹងណាបងអូខេតើចាំមកត្រូវការជីវភាពរថយន្តអីចឹងមកអាចតាក់ទងមកបានទេអរគុណ